មួយជីវិតរបស់ខ្ញុំនេះអភ័ព្វមិនដែលស្គាល់ភាពកក់ក្ដៅក្ដីស្រឡាញ់ការមើលថែពីឪពុកម្ដាយក៏ប៉ុន្តែខ្ញុំមានសំណាងដែលមានយាយចិញ្ចឹមខ្ញុំដោយព្រហ្មវិហារធម៌នៅក្បែរខ្ញុំទោះបីជាឈឺឬជាយ៉ាងណាយាយមិនដែលបោះបង់ខ្ញុំចោលទោះលំបាកស្រណុកឬយ៉ាងណាយាយតែងតែនៅក្បែរអប់រំនិងមើលថែបង្រៀនព្រានប្រដៅដល់ចៅអរគុណយាយណាស់ទឹកចិត្តដ៏ល្អរបស់លោកយាយមួយជីវិតចៅនេះមិនអាចសងគុណអស់ឡើយបិទថាលោកយាយឈ្មោះជាយាយមិនដូចឈ្មោះជាម្ដាយដែលបានបង្កើតខ្ញុំតែការមើលថែក្ដីស្រឡាញ់និងការអប់រំការយកចិត្តទុកដាក់និងការព្រួយបារម្ភគឺលោកយាយមានគុណធំបំណាច់ខ្ពស់គ្មានអ្វីប្រៀបស្មើបានមួយជីវិតចៅនេះគឺស្រឡាញ់លោកយាយខ្លាំងណាស់ចៅសន្យាថានឹងមើលថែលោកយាយឲ្យបានល្អឲ្យដូចជាយាយបានស្រឡាញ់និងមើលថែចៅដូចគ្នា